បាទសូមគោរពជំរាបសួរដល់បងប្អូនអ្នកស្ដាប់ទាំងអស់គ្នាថ្ងៃនេះយើងវិលមកជួបគ្នាសារជាថ្មីនៅក្នុងសាច់រឿងថ្មីមួយទៀតចង់ដឹងថាតើរឿងរ៉ាវនេះមានការព្រឺព្រួចរន្ធត់យ៉ាងណានោះក៏សូមតាមដានស្ដាប់ជាមួយខ្ញុំបាទដូចតទៅនៅភូមិដាច់ស្រយាលមួយមានលោកយាយម្នាក់ឈ្មោះថាយាយរ៉ានីគាត់គឺជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដំបំផុតប្រចាំតំបន់នោះផ្ទះរបស់គាត់ធំស្កឹមស្កៃសង់អំពីឈើប្រណិតបែរមុខទៅរកបឹងធំមួយហើយភាពមានបានរបស់គាត់មិនមែនបានមកពីការធ្វើបុណ្យដាក់ទាននោះទេគឺបានមកពីការចងការប្រាក់កម្រៃខ្ពស់កប់ពពកអ្នកភូមិណាដែលចម្ពាក់លុយគាត់សុទ្ធតែភ័យខ្លាចទាំងអស់ព្រោះយាយរ៉ានីមានចិត្តអាក្រក់សម្ដីអសុរោះនិងចូលចិត្តជេរប្រមាថអ្នកក្រីក្រទោះបីមានលុយច្រើនយ៉ាងណាក៏ដោយក៏យាយរ៉ានីមិនអាចទិញសេចក្តីស្លាប់បានដែរថ្ងៃមួយគាត់បានធ្លាក់ខ្លួនឈឺធ្ងន់ដោយសារជំងឺបេះដូងក្នុងដង្ហើមចុងក្រោយដៃរបស់គាត់នៅតែក្តោបបាច់សៀវភៅកត់ឈ្មោះកូនបំណុលយ៉ាងណែនភ្នែករបស់គាត់បើកធំសម្លឹងទៅរកទូដែកដាក់មាសពេជ្ររបស់គាត់លុយអញលុយណាមាសក្នុងទូដែកកុំប៉ះពាល់អាដាមមេខំពុតពួកវាចំពាក់អញមិនទាន់បានការប្រាក់ទេអញមិនស្លាប់ទេយាយរ៉ានីស្លាប់ទាំងចិត្តនៅអាឡោះអាល័យនិងទ្រព្យសម្បត្តិនិងគំនុំចំពោះអ្នកដែលមិនទាន់សងលុយគាត់ក្នុងពិធីបុណ្យសពរបស់លោកយាយរ៉ានីត្រូវបានធ្វើឡើងដោយស្ងាត់ជ្រងំគ្មានអ្នកភូមិណាម្នាក់យំសោកដោយក្តីអាណិតឡើយគឺមានតែមនុស្សមកមើលដើម្បីចង់ដឹងថាតើបំណុលរបស់ពួកគេត្រូវបានលុបចោលឬក៏យ៉ាងណាប៉ុន្តែអ្វីដែលចម្លែកគឺសាកសពរបស់លោកយាយរ៉ានីមិនស្អុយរលួយឡើយហើយទុកមុខរបស់គាត់មើលទៅហាក់បីដូចជាកំពុងមានកំហឹងទោះបីជាស្លាប់ទៅហើយក៏ដោយក្រោយបុណ្យសពបាន7ថ្ងៃផ្ទះធំរបស់លោកយាយរ៉ានីចាប់ផ្ដើមមានរឿងប្លែកៗអ្នកជិតខាងក្បែរនោះគេតែងតែឮសំឡេងដូចជាមានមនុស្សកំពុងរាប់មាសប្រាក់ចេញពីក្នុងបន្ទប់របស់លោកយាយរ៉ានីនៅកណ្ដាលអធ្រាត្រពន្លឺភ្លើងចង្គៀងប្រេងកាតដែលធ្លាប់តែពន្លត់បែរជាភ្លឺឡើងវិញដោយខ្លួនឯងអ្នកខ្លះក៏បានឃើញស្រមោលស្ត្រីចាស់ម្នាក់កំពុងអង្គុយលើកៅអីយល់ជើងទៅមកនៅមាត់បង្អួចសម្លឹងចុះមកផ្លូវដាំជាកសិករក្រីក្រដែលជំពាក់លុយយាយរ៉ានី5លានរៀលយប់នោះនាយដាំកំពុងតែដេកលក់ស្រួលស្រាប់តែមានខ្យល់ត្រជាក់ស្រេបបក់មកប៉ះរាងកាយរបស់គាត់ក៏បើកភ្នែកឡើងឃើញយាយរ៉ានីកំពុងអង្គុយនៅចុងជើងគ្រែក្នុងសម្លៀកបំពាក់ពណ៌សប្រឡាក់ឈាមដៃកាន់សៀវភៅបញ្ជីខ្មៅពេលនោះដែរនាយដាំក៏ភ្ញាក់ព្រឺតឡើងរួចក៏ពោលពាក្យថាអ្នកណាគេមកអង្គុយនៅចុងគ្រែនឹងយាយរ៉ានីមិនពិតទេយាយរ៉ានីស្លាប់ហើយតើឯងដេកលក់ស្រួលណាស់វើលុយអញ5លានតែឯងខ្ចីអញកាលណាបានសងអញមកយកការប្រាក់បើគ្មានទេអញនឹងយកព្រលឹងឯងទៅជំនួសខណៈពេលនោះនាយដាំក៏ភ័យស្លន់ស្លោរួចរត់ចេញពីផ្ទះទាំងយប់អធ្រាត្រមិនថានាយដាំរត់ឆ្ងាយប៉ុណ្ណាក៏សំឡេងរាប់លុយនិងសំឡេងអូសជើងរបស់យាយរ៉ានីនៅតែតាមពីក្រោយគេជានិច្ចព្រលឹងរបស់យាយរ៉ានីបានវាតាមផ្លូវហើយភ្នែករបស់គាត់ក្រឡេកសម្លឹងឆ្វេងស្ដាំរកតែលុយ
មិនមែនមានតែនាយដាំទេកូនបំណុលផ្សេងទៀតក៏ចាប់ផ្ដើមជួបដែរអ្នកស្រីម៉ៅដែលចម្ពាក់មាសយាយរ៉ានីពីដំឡឹងបានឃើញខ្មោចយាយរ៉ានីមកឈរនៅមាត់អណ្ដូងទឹកខ្មោចនោះបានប្រែកាយខ្លួនខ្ពស់ជាងចុងដូងទៅទៀតហើយស្រែកហៅឈ្មោះអ្នកស្រីម៉ៅយ៉ាងខ្លាំងធ្វើឲ្យផ្អើលអស់អ្នកភូមិទាំងឡាយប៉ុន្តែមានតែអ្នកចម្ពាក់លុយប៉ុណ្ណោះដែលឃើញរូបរាងគាត់ច្បាស់កូនចៅរបស់លោកយាយរ៉ានីម្នាក់បានយកសៀវភៅបញ្ជីឈ្មោះកូនបំណុលទៅដុតចោលដើម្បីឲ្យព្រលឹងគាត់បានស្ងប់ប៉ុន្តែមានហេតុចម្លែកគឺសៀវភៅបែរជាដុតមិនឆេះទៅវិញគេក៏ព្យាយាមចាក់សាំងដុតប៉ុន្តែភ្លើងក៏ឆេះមិនដល់ក្រដាសសឡើយវាហាក់បីដូចជាមានវិញ្ញាណអាក្រក់តាមថែរក្សាភ័ស្តុតាងនៃបំណុលទាំងនោះមេឃុំពុតជាអ្នកមានអំណាចក្នុងភូមិដែលធ្លាប់ខ្ចីលុយយាយរ៉ានីទៅរកស៊ីយប់នេះត្រជាក់ខុសពីធម្មតាហើយហេតុអីស្រាមានក្លិនឆ្អាបឈាមបែបនេះលោកមេឃុំលោកឯងអាងអំណាចមែនទេបានមិនព្រមសងលុយឯងងាកមើលមកក្រោយមកអញកំពុងឈរចាំយកបំណុលលោកឯងហើយអ្នកភូមិដែលភ័យខ្លាចបាននាំគ្នាទៅសម្រាកនៅក្នុងវត្តប៉ុន្តែនៅពេលយប់ខ្មោចយាយរ៉ានីបានទៅលងបន្លាចដល់ក្នុងសាលាឆទានខ្មោចយាយរ៉ានីបានបោះក្រដាសប្រាក់សែនពេញទីធ្លាវត្តអ្នកដែលរើសក្រដាសប្រាក់នោះនឹងត្រូវធ្លាក់ខ្លួនឈឺភ្លាមលុះត្រាតែយកលុយពិតទៅសែនដល់មុខភ្នោរបស់គាត់ទើបអាចជាសះស្បើយឡើងវិញលោកមេភូមិបាននិមន្តព្រះសង្ឃ7អង្គមកសូត្រមន្តនៅមុខផ្ទះយាយរ៉ានីខណៈពេលកំពុងសូត្រមន្តស្រាប់តែមានខ្យល់ព្យុះបក់បោកយ៉ាងខ្លាំងធ្វើឲ្យទៀនធូបរលត់អស់សំឡេងសើចកក្អឹករបស់យាយរ៉ានីបានបន្លឺឡើងលើដំបូលផ្ទះនិមន្តមកធ្វើអីលោកកុំចេះដឹងរឿងកូនបំណុលអញពួកវាជំពាក់អញពួកវាត្រូវតែសងអញបើមិនសងទេកុំសង្ឃឹមថារស់បានសុខឲ្យសញោមស្រីឈប់ចងកម្មពៀននឹងមនុស្សលោកទៅអាត្មាសូមបណ្ឌបាតបំណុលដែលអ្នកភូមិជំពាក់ឲ្យគេធ្វើបុណ្យឧទ្ទិសកុសលជូនញោមក៏បានដែរណាញោមកូនចៅយាយរ៉ានីបានសម្រេចចិត្តរុះរើបន្ទប់ដេករបស់គាត់ហើយបានឃើញរណ្ដៅមួយនៅក្រោមគ្រែក្នុងនោះមានក្អមដាក់មាសនិងរូបចម្លាក់មុនអាគមខ្មៅដែលយាយរ៉ានីធ្លាប់ប្រើដើម្បីឲ្យកូនបំណុលវង្វេងវង្វាន់និងមិនអាចរត់គេចពីគាត់បាននេះហើយជាមូលហេតុដែលធ្វើឲ្យវិញ្ញាណគាត់សាហាវបែបនេះមានកូនបំណុលម្នាក់ឈ្មោះថានាយច័ន្ទនាយច័ន្ទបានបោកលុយយាយរ៉ានីយ៉ាងច្រើនមុនពេលគាត់ស្លាប់ខ្មោចយាយរ៉ានីបានតាមទៅលងនាយច័ន្ទដល់ក្នុងព្រៃគេឃើញនាយច័ន្ទរត់ទាំងអាក្រាតកាយស្រែកថាជួយផងយាយរ៉ានីអើយខ្ញុំសន្យាថាស្អែកខ្ញុំនឹងយកលុយទៅសែននៅភ្នោយាយហើយកុំតាមខ្ញុំអីស្អែកមែនទេយឺតពេលហើយចៅបើឯងចូលចិត្តលុយណាអញនឹងឲ្យឯងស៊ីលុយឲ្យឆ្អែតទៅស៊ីទាំងអស់នេះទៅចុងក្រោយគេរកឃើញសពនាយច័ន្ទ
ស្លាប់ដោយសារញាត់ក្រដាសប្រាក់ពេញមាត់រហូតដល់ថប់ដង្ហើមស្លាប់នៅយប់ខែដាច់ដែលងងឹតសូនសុងខ្មោចយាយរ៉ានីបានចេញល្បាតពេញភូមិគាត់ជិះលើរទេះឈើចាស់មួយដែលគ្មានគោអូសប៉ុន្តែរទេះនោះរំកិលទៅមុខដោយខ្លួនឯងហើយនៅលើរទេះមានគំនរសៀវភៅបញ្ជីនិងក្បាលខ្មោចកូនបំណុលដែលបានស្លាប់ទៅមុនអ្នកភូមិនាំគ្នាបិទទ្វារជិតឈឹងមិនហ៊ានសំបីតែដកដង្ហើមខ្លាំងនៅចុងក្រោយអ្នកភូមិបានទៅរកគ្រូអាគមម្នាក់មកពីខេត្តឆ្ងាយគ្រូប្រាប់ថាវិញ្ញាណខ្មោចយាយរ៉ានីមិនអាចទៅចាប់ជាតិបានទេព្រោះជាប់ចំណងនឹងលោភៈគឺការលោភលន់ចង់បានដើម្បីឲ្យគាត់ទៅបានលុះត្រាតែធ្វើពិធីច្រកបំណុលដោយយកឈ្មោះកូនបំណុលទាំងអស់ដាក់ក្នុងក្អមរួចយកទៅកប់នៅកន្លែងដែលយាយរ៉ានីស្លាប់គ្រូអាគមបានរៀបចំពិធីនៅកណ្ដាលអត្រានមនុស្សគ្រប់គ្នាត្រូវយកលុយម្នាក់បន្តិចមកដាក់ក្នុងក្អមដើម្បីសងវិញ្ញាណយាយរ៉ានីជាតំណាងខណៈពេលកំពុងធ្វើពិធីខ្មោចយាយរ៉ានីបានលេចរូបរាងមកយ៉ាងសាហាវមុខមាត់រលួយខ្លោចប៉ុន្តែនៅពេលឃើញលុយនិងឮពាក្យសូត្រមន្តរំដោះគាត់ចាប់ផ្ដើមយំសោកយ៉ាងខ្លាំងអើយក្តៅណាស់ឡើងលោភៈវាកំពុងដុតអញដឹងខ្លួនខុសហើយលុយកាក់ទាំងនេះវាមិនអាចទិញក្តីសុខអញបានទេហើយអញទៅចាប់ជាតិអញលែងចង់បានទៀតហើយអើយរូបរាងដ៏ខ្មៅងងឹតរបស់គាត់ចាប់ផ្ដើមប្រែជាពន្លឺស្រអាប់រួចក៏រលាយចូលទៅក្នុងដីបន្សល់ទុកតែសៀវភៅបញ្ជីដែលប្រែជាផេះផង់ប៉ុណ្ណោះចាប់ពីថ្ងៃនោះមកភូមិទាំងមូលក៏ត្រឡប់មកសភាពធម្មតាវិញផ្ទះធំរបស់យាយរ៉ានីត្រូវបានគេវាយកំទេចចោលហើយសង់ជាសាលារៀនសម្រាប់ក្មេងៗក្រីក្រដើម្បីឧទ្ទិសកុសលដល់គាត់អ្នកភូមិបានរៀនសូត្រថាការរស់នៅដោយមានសេចក្តីសុខមិនមែនស្ថិតលើចំនួនលុយដែលយើងមាននោះទេប៉ុន្តែវាស្ថិតលើការចេះចែករំលែកនិងក្តីមេត្តាចំពោះគ្នាទៅវិញទៅមកបាទរឿងរ៉ាវនេះបញ្ចប់ត្រឹមតែប៉ុណ្ណេះអរគុណបងប្អូនសម្រាប់ការតាមដានស្ដាប់តាំងពីដើមរហូតដល់ចប់ជួបគ្នានៅក្នុងសាច់រឿងក្រោយៗទៀតអរគុណគោរពលា